បាទឥឡូវនេះខ្ញុំនៅក្នុងមុខប្រាសាទប្រទេសក្តីបងប្អូនយកទៅទេសភាពស្អាតជឿល្មើនមកនៅប្រាសាទប្រទេសក្តីបាទចំពោះប្រាសាទប្រទេសក្តីនេះគឺនៅជាប់តមុខនឹងស្រះស្រង់បាទខាងលិចស្រះស្រង់ហើយនេះគឺប្រាសាទប្រទេសក្តីច្រកខាងកើតបាទចឹងប្រទេសក្តីនេះកសាងឡើងបងប្អូនមើលនៅក្នុងចុងសតវត្សទី12ហើយហ្នឹងហើយអ្នកកសាងគឺព្រះបាទជ័យវរ្ម័នទី7ដែរបាទហើយប្រាសាទនេះកសាងឡើងគឺលក្ខណៈបែបពុទ្ធសាសនាហ្នឹងគឺគាត់ឧទ្ទិសឲ្យពុទ្ធសាសនាដែលព្រះគឺលោកេស្វរៈហើយលោកេស្វរៈហ្នឹងគឺជាព្រះក្នុងសាសនាពុទ្ធដែរតែសាសនាមហាយានណាបាទព្រោះសាសនាពុទ្ធយើងចែកជា2អញ្ញយាននិងមហាយានចឹងភាសានេះគឺយើងឧទ្ទិសដល់ពុទ្ធសាសនាដែរតែនិកាយមហាយានគឺលោកេស្វរៈហើយប្រជាប្រទេសក្តីនេះព្រះបាទជ័យវរ្ម័នទី7គាត់កសាងហ្នឹងគឺទុកជាកន្លែងសម្រាប់គោរពបូជាដូចក្នុងសាសនាពុទ្ធសាសនាហ្នឹងហើយជាទីកន្លែងដែលប្រសង់គង់នៅបាទហើយបើយើងសពថ្ងៃយើងនិយាយថាគឺជាកន្លែងបោះលោកហ្នឹងហើយតែក្នុងសម័យមុនគេហៅថា Buddhist Temple បាទជាប្រាសាទសម្រាប់ពុទ្ធសាសនាដែលមានប្រសង់គង់នៅដូចវត្តយើងសពថ្ងៃអញ្ចឹងណាបាទហ្នឹងអញ្ចឹងប្រទេសក្តីហ្នឹងបងប្អូនអាចយល់ថាប្រាសាទហ្នឹងកសាងឡើងដើម្បីអីហ្នឹងហើយប្រាសាទបាយ័ននេះគឺកសាងដោយព្រះបាទជ័យវរ្ម័នទី7ហើយបងប្អូនឃើញមុខទាំង4ហ្នឹងគឺយកលំនាំតាមប្រភពព្រះបាទជ័យវរ្ម័នទី7អញ្ចឹងមិនមែនប្រមុខ4ទេណាបាទហ្នឹងគឺតំណាងឲ្យសេចក្តីមេត្តាករុណារបស់ព្រះបាទជ័យវរ្ម័នទី7អញ្ចឹងប្រភពគាត់នៅលើប្រាង្គប្រាសាទហ្នឹងគឺឆ្នៃមកដោយប្រភពគាត់ពិតអញ្ចឹងណាហ្នឹងហើយកសាងក្រោយសម័យអង្គរថ្ងៃនេះមកប្រាសាទតាព្រំហើយនេះទីតាំងនៅច្រកខាងលិចនៃប្រាសាទតាព្រំដែលជាកន្លែងលក់ដូរនៅក្បែរប្រាសាទឃើញថារដូវកាលនេះភ្ញៀវបរទេសគឺមិនសូវសម្បូរអញ្ចឹងបងប្អូននៅគាត់លក់ដូរនៅក៏មិនបាទមិនមានភ្ញៀវទិញអីច្រើនដែរហើយខ្ញុំមកហ្នឹងមានឡានហើយជា5 6ទេបាទភ្ញៀវបរទេសមកណារដូវកាលនេះក៏ប៉ុន្តែរដូវកាលនេះគឺស្អាតដែរដោយធម្មជាតិឯខៀវខ្ចីតែមិនសូវជាមានភ្ញៀវមកទៅវិញបាទនេះជូនភ្ញៀវមកមើលថ្ងៃលេខក្នុងអង្គរហើយថ្ងៃនេះមេតុំលឹមទៀតនៅម៉ោង6ជាងហើយភ្ញៀវក៏ចេញពីអង្គរបាទនៅក្រោយនេះកន្លែងគូទឹកអង្គរវត្តបាទនេះទឹកទៀតនៅរៀងខាងត្បូងច្រកចូលខាងត្បូងនៅទៅវត្តភ្ញៀវក៏ចេញមក